សម្រាប់គ្នាយើងដែលប្រើជាមួយ DaVinci Free Version គឺយើងអាចប្រើជាមួយនឹង AI Magic Mask ដើម្បីធ្វើការងារ Rotoscope បានទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកគ្នាអំពី script Rotoscope មួយដែលគេដាក់ឲ្យយើង download ដោយឥតគិតថ្លៃទាំងនៅលើ Mac ហើយនិង Windows ណាអញ្ចឹងអ្នកគ្នាវាយពាក្យ KVN Rotoscope មកហើយយើងចូលមកក្នុង website របស់គេនឹងមកនៅកន្លែងនេះបើសិនអ្នកគ្នាប្រើជាមួយនឹង Mac OS អ្នកគ្នាអាចធ្វើការ download Mac OS មកបើសិនអ្នកគ្នាប្រើ Windows យើង download នៅលើ Windows មកអញ្ចឹងនៅខាងលើនេះក៏គេបញ្ជាក់ដែរគឺវា support ជាមួយនឹង free version ណាអញ្ចឹងបន្ទាប់ពីអ្នកគ្នាធ្វើការ download ហើយយើងតម្លើងវាធម្មតាមកហើយយើងចូលមកក្នុង DaVinci Resolve មកឈរនៅលើវីដេអូរបស់យើងចូលមក workspace ហើយអ្នកគ្នាទៅរកមើលពាក្យថា script អញ្ចឹងយើងនឹងឃើញជាមួយនឹង KVN ដែលយើងបានតម្លើងមិញណាចុចលើវាមកអញ្ចឹងនៅក្នុង KVN Rotoscope នេះនៅពេលដែលយើងធ្វើការ install ថ្មីវានឹងឲ្យយើង download ជាមួយនឹង AI model របស់គេហើយអញ្ចឹងខ្ញុំបាន download ជាមួយនឹង AI model ហ្នឹងហើយគឺខ្ញុំយកអាទី2អាកណ្ដាលគេបន្តមកទៀតអ្នកគ្នាចាប់ផ្ដើម select នៅលើ subject របស់យើងដែលយើងចង់ធ្វើ rotoscope ហ្នឹងឥឡូវខ្ញុំចង់ rotoscope ទៅលើ model របស់យើងនេះខ្ញុំ select នៅលើហ្នឹងមកអញ្ចឹងវានឹងធ្វើការ highlight ពណ៌ blue ឲ្យយើងហើយយើងធ្វើការ take ឲ្យពេញ model របស់យើងមកបន្ទាប់ពី highlight ពេញហើយយើងធ្វើការ drag វា forward មកអូខេអញ្ចឹងបន្ទាប់ពីវាពេញហើយអ្នកគ្នាចុចកន្លែង export នេះមកហើយអ្នកគ្នាធ្វើការរើទីតាំងវាមកហើយយើងចុច save មកអញ្ចឹងអ្វីដែលយើង export ចេញទៅមិញគឺជា alpha mask ណាអញ្ចឹងបើក្នុងករណីគ្នាចង់ render វានៅក្នុង DaVinci យើងចុចកន្លែង render នេះមកអូខេអញ្ចឹងវា render ចប់ហើយយើងចុច get it មកអញ្ចឹងចូលមកក្នុង DaVinci វិញយើងឃើញថាវា rotoscope ហើយនេះឃើញថាស្អាតមែនតើអ្នកគ្នាអាចធ្វើការ play មើលបាននេះអូខេតោះអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងបើសិនជាមានចង្អល់អីផ្សេងៗអាច comment នៅវីដេអូខាងក្រោមហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ